មួយនៅក្នុងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកប្រធានាធិបតីដូណាល់ត្រាំនៅថ្ងៃទី7 ខែមករាឆ្នាំ2026បញ្ជាឲ្យអាមេរិកដកខ្លួនចេញពីអង្គការអន្តរជាតិអនុសញ្ញានិងសន្ធិសញ្ញាសរុបចំនួន66ដែលមិនបានផ្ដល់ផលប្រយោជន៍ដល់អាមេរិកយោងតាមសេចក្តីប្រកាសរបស់សេតាវិមានលោកត្រាំបានបញ្ជាឲ្យក្រសួងនិងទីភ្នាក់ងារសហព័ន្ធទាំងអស់បញ្ឈប់ការចូលរួមនិងផ្ដល់មូលនិធិដល់អង្គភាពអង្គការសហប្រជាជាតិចំនួន31និងអង្គការអន្តរជាតិផ្សេងៗទៀតដែលមិនពាក់ព័ន្ធនឹងអង្គការសហប្រជាជាតិចំនួន35ដែលរដ្ឋបាលរបស់លោកត្រាំជឿថាមិនស្របទៅតាមផលប្រយោជន៍ជាតិសន្តិសុខកម្លាំងសេដ្ឋកិច្ចឬក៏អធិបតេយ្យភាពរបស់អាមេរិកសេតាវិមានបានចាត់ទុកការសម្រេចចិត្តនេះថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារអធិបតេយ្យភាពរបស់អាមេរិកកាត់បន្ថយការចំណាយខ្ជះខ្ជាយនិងផ្ដោតការយកចិត្តទុកដាក់ឡើងវិញទៅលើប្រាក់របស់អ្នកជាប់ពន្ធនៅក្នុងស្រុកក្នុងចំណោមស្ថាប័នដែលអាមេរិកដកខ្លួនមានភ្នាក់ងារនិងសន្ធិសញ្ញាតាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុការអប់រំការធ្វើចំណាកស្រុកវិជាសាស្ត្រនិងអភិបាលកិច្ចការដកខ្លួននេះគឺបន្ថែមពីលើការសម្រេចចិត្តដើរចេញនាពេលកន្លងមកពីអង្គការសុខភាពពិភពលោកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងទីភ្នាក់ងារវប្បធម៌អង្គការសហប្រជាជាតិ UNESCO ក្រុមអ្នកគាំទ្រសរសើរចំណាត់ការនេះក៏ប៉ុន្តែក្រុមអ្នករិះគន់ព្រមានថាការចាកចេញពីវេទិកាសហប្រតិបត្តិការសំខាន់ៗអាចធ្វើឲ្យប៉ះពាល់ទៅដល់ឥទ្ធិពលរបស់អាមេរិកលើបញ្ហាសកលជាពិសេសការប្រែប្រួលអាកាសធាតុសុខភាពសាធារណៈនិងស្តង់ដារសេដ្ឋកិច្ចដំណើរគ្នានោះការដកខ្លួននេះអាចបង្កើតទៅជាចន្លោះប្រហោងមួយដែលមហាអំណាចផ្សេងទៀតដូចជាប្រទេសចិនអាចចូលជំនួសអាមេរិកបានទោះយ៉ាងណាលោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថាការសម្រេចចិត្តនេះកាត់បន្ថយអាទិភាពហើយមិនប៉ះពាល់ទៅដល់ឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់ទេ